បាទជំរាបសួរបាទពុកម៉ែបងប្អូនថ្ងៃនេះផងដែរឡានគោឡា96ពណ៌បៃតងឡានលេខ 2K 9480ឡានលេខភ្នំពេញបានទៅលើបងប្រុសខាងកំពង់ស្ពឺយើងនេះបងប្រុសបងស្រីกันមកមើលទីចំសាក់កណ្ដាអេមែនក៏មកបងប្រុសតាមអរគុណច្រើនបងអរគុណច្រើនពួកហេហេសមាជិកថ្មីបងប្រុសបងស្រីវីដេអូនេះសម្រាប់ច្រើនជំរាបសួរបាទពុកម៉ែបងប្អូននៅពុំមិញម៉ែថ្ងៃនេះផងដែរខ្ញុំបាទចេញវីដេអូបាត់ការលក់ឡានមួយគ្រឿងទៀតទៅពុកម៉ែបងប្អូនម៉ែឡាន Corolla ឆ្នាំ1996ពណ៌បៃតងចាស់មានស្នាយប្រភេទឡានស្អាតរៀបចំឲ្យអស់យកទៅប្រើចាក់តាសាំងហិជីឯកសារគ្រប់ពុកម៉ែបងប្អូនម៉ែឡាន96ពណ៌បៃតងមានស្នាយនេះគឺមានម្ចាស់បេះដូងឲ្យអរគុណបងប្រុសបងស្រីនៅខាងកំពង់ស្ពឺបងប្រុសបងស្រីមកដល់ជីច័ន្ទសាក់មកជុំសរសេរឯកសាររាប់លុយបងប្រុសបងស្រីក៏ថាតាមដានតាមពេកតាម TikTok តាម YouTube តាមដានយូរហើយឥឡូវបងប្រុសក៏មកដល់ជីច័ន្ទសាក់មើលឡានក៏ថាអេមែនតើយកទៅប្រើដឹងតែស្មូតជីស្រួលហើយខាងខ្ញុំមានធានាទៅលើម៉ាស៊ីនអត់ហើយចំនួនមួយខែធានាទៅលើប្រអប់លេខជីច័ន្ទស្រួលមួយខែហើយតាក់ទងមួយឡានគឺរៀបចំដេកូលេងឲ្យអស់ទៀតអញ្ចឹងបងប្រុសក៏ថាទំនុកចិត្តពេញលេងតែម្ដងហើយបានបញ្ជាក់ជាមួយនឹងបងប្រុសដែរថាឡានប្រភេទ20 30ឆ្នាំនេះវាមានតិចតួចហើយកន្លែងកលុកកលៀកន្លែងណាខ្លះវាតិចតួចបំផុតបើយើងឡាន20 30ឆ្នាំយើងរៀបចំដែរប៉ុន្តែវានៅតែមិនតាន់លះប្រមាណទេដោយសារតែឡានយើងយូរប៉ុន្តែគ្រឿងដែលយើងឃើញយើងលេងគឺយើងបានរៀបចំយើងលេងយើងមើលឲ្យអស់ហើយតែតិចតួចហ្នឹងគឺវានៅតែមានតិចតួចហ្នឹងព្រោះឡានយើងចាស់20 30ឆ្នាំយើងយកមករៀបចំលេងចេះខាងក្រោយអីយើងដេលេងឲ្យមកស្អាតកម្មញ្ញអីលេងឲ្យមកស្អាតហើយក៏ជូនពរបងប្រុសបងស្រីទទួលទ្រព្យរៀបទ្រព្យជ័យយកទៅប្រើសុខសប្បាយហេងធ្វើដំណើរចិត្តឆ្ងាយបានសុខសុវត្ថិភាពមានគេគោរពស្រឡាញ់ចូលចិត្តគ្រប់គ្នាហើយចំពោះពុកម៉ែបងប្អូនមេដែលស្រឡាញ់ពេញចិត្តឡានស្អាតឡានរៀបចំឲ្យអស់យកទៅប្រើគុណភាពយកទៅប្រើអេមឯកសារគ្រប់ពុកម៉ែបងប្អូនមេតើតមកធានាមិនខកបំណងទេហើយខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតចំពោះពុកម៉ែបងប្អូនមេក៏រកឡានប្រភេទ20 30ឆ្នាំតែរកទឹកថ្នាំនៅស៊ីនច្រើនរកទឹកថ្នាំស្អាតគឺខ្ញុំអត់មានទេខ្ញុំបញ្ជាក់ឲ្យភាគច្រើនគឺខ្ញុំបាញ់បើមិនបាញ់ជួសក៏ខ្ញុំដមីដែរបើទឹកថ្នាំស៊ីនវាច្រើនស្លកឬក៏វាមានដែរថា100ឡានអាចនឹងមាន1ឬក៏1000ឡានអាចនឹងមាន1ទឹកថ្នាំនៅស៊ីនច្រើនហើយនៅស្អាតតែក៏នៅតែមានស្លកតិចតួចដែរពុកម៉ែបងប្អូនមេឡាន20 30ឆ្នាំនៅលើដៃអ្នកប្រើកម្រថានៅស្អាតតែខ្ញុំបដោតទៅលើគុណភាពដូចថាបុកប៉ះតិចតួចឬក៏ឡានស្អាតសាច់ដៃស្អាតហើយយើងធានាទៅលើម៉ាស៊ីនប្រអប់លេខទៀតហើយសិនចាក់អេមលើរៀបចំស្អាតទៀតគឺស្អាតតែបើរឿងពុកច្រេះស្ងោដូពួរអាហ្នឹងមាន2ចំណុចពុកម៉ែបងប្អូន